នេះបាទយុវជនយើងនៅខាងនេះបាទនេះយុវជនអ៊ំយុគម៉ានអ៊ំយុគម៉ាន64ណាហើយ64ដើរស្ម័គ្រចិត្តដើរ4ដល់18គីឡូគេដែរដល់អ៊ំហ៎ហើយមូលហេតុកម្លាំងចិត្តអីបានធ្វើឲ្យអ៊ំដើរចង់ដើរមួយក្រុមជនបាទយើងធ្វើអ៊ំនេះធ្វើដល់កម្លាំងចិត្តដែលសារអ៊ំយល់ពីសុខទុក្ខរបស់បងវិរៈកងទ័ពជួងមុខរបស់យើងអ៊ំជាអតីតទាហានដែរមែនអត់អូធ្លាប់ជាអតីតទាហានដែរនៅតំបន់ណាអ៊ំពីមុនអូបាទតែពេលដែលអ៊ំឃើញអញ្ចឹងទៅមានអារម្មណ៍ថាឈឺចាប់មែនទេបាក់ខ្លួនណាចឹងអរគុណអ៊ំណាសម្រាប់ការចូលរួមដំណើរជាមួយនឹងក្រុមយុវជនស្ម័គ្រចិត្តបាទនេះមកជើងរបស់យើងបាទយុវជនស្ម័គ្រចិត្តដែរមកជើងដែលយើងគ្រប់គ្រងនឹងជឿជាក់ទៅលើរាជរដ្ឋាភិបាលជឿជាក់លើវិរៈកងទ័ពអង្គហើយបាក់ណាយើងចឹងហើយនេះគឺជាកម្លាំងមួយដែលសំខាន់បំផុតឲ្យយុវជននេះមានកម្លាំងចិត្តបន្តដំណើរក្នុងរយៈពេលចម្ងាយ4ដល់13គីឡូបាទហើយនេះខាងក្រុមយុវជនគ្រូបឋមរបស់យើងគឺបានធ្វើការគ្រូបឋមអ៊ំភាសាគាត់ដើរឆ្ងាយជឿជើងបងជើងបាទយើងដើរកាត់ទឹកអីខ្លះទៅទឹកយើងសើមកហើយដើរកាត់ជើងទឹកស៊ីជើងបាទមកយើងបីក្រុមបងជួយចាស់ដល់ពីបងឯងរបស់យើងនេះក្រុមការងារយើងក្រុមការងារគ្រូបឋមរបស់យើងហើយរថយន្តគ្រូបឋមយើងគឺនៅក្រោយនេះអមប្រចាំផងបាទលើនេះអ៊ំមិនអ៊ំទឹកស៊ីជើងឬក៏មិនអ៊ំទឹកស៊ីជើងវាទៅដល់ដល់វានេះវាដាច់អូចឹងមានថាវាត្រូវទឹកទៅវាសើមរីកជើងហ្នឹងណាដោវាជើងអ៊ំដោវាជើងបាទបាទទៅទៀតអ៊ំណាបាទអរគុណអ៊ំណាបាទឥឡូវក៏ពេលយើងសង្គ្រោះ